បាត់គូរបស់នាងពិតជាជ្រៅជ្រៅណាស់គ្រាន់តែប្រាប់បានតែថាក៏អាចវាស្ទើរតែមកបង្កើនឲ្យពាក់ចូលដីបានដែរប៉ុន្តែនាងបានលាក់បានសមត្ថភាពរបស់នាងដល់ចិត្តណាជារៀងរាល់ថ្ងៃនាងតែងតែស្លៀកពាក់ប្រុសហើយខ្លាចខ្លួនជានីកំឡុងកំណើនដែលដើរលេងកន្លែងបន្តិចឆ្លងកាត់ជីវិតស្រវឹងភ្លេចខ្លួនថ្ងៃមួយនាងនៅតែបន្តផឹកស៊ីសប្បាយនៅក្នុងភោជនីយដ្ឋានហើយក៏បានជួបនឹងកូនប្រុសរបស់សាឡាបាត់គុណគ្រូសាស៊ូស៊ូធានសឹងដែលកំពុងបង្កបញ្ហានៅទីនេះឃើញទស្សនវិជ្ជានេះនាងគ្រាន់តែចូលលុបម្រាមដៃបន្តិចជាមួយសាហើយបានចេញទៅមួយសន្ទុះក្រោយមកកូនរូបឆ្លងតកូស៊ូដែលឈ្មោះឆ្មាញ់នោះក៏ត្រូវកំឡុងមើលមិនឃើញមួយទីដួលទៅលើដីស៊ូធានសឹងបានសួរដល់កំហឹងថាអ្នកណាជាអ្នកលួចវាប្រហារហើយពេលគាត់ធៀបនឹងដកដៅក៏ត្រូវបានលោកគ្រូប៉ៃជីនសុងដែលនៅក្បែរគាត់គាត់ទាន់ពេលប៉ៃជីនសុងដឹងយ៉ាងបាក់ថាអ្នកដែលអាចបាញ់ស្រាចេញមកដោយកម្លាំងបែបនេះច្បាស់ជាមានកម្លាំងខាងក្នុងមិនធម្មតាទេដើម្បីសុខភាពសិស្សរបស់គាត់និងជៀសវាងបង្កបញ្ហាជាមួយនឹងអ្នកដែលលោកគ្រូប៉ៃជីនសុងបានបញ្ចុះបញ្ចូលស៊ូធានសឹងឲ្យចាក់ចេញទៅមុនប៉ុន្តែមុនពេលចាក់ចេញគាត់នៅតែបន្តទប់ចិត្តងើបមើលបរិយាដែលកំពុងសិក្សានៅជាប់ខាងលើដើម្បីទាញទាត់ការស្មានរបស់គាត់បន្ទាប់ពីចេញទៅក្រៅប៉ៃជីនសុងបានឲ្យស៊ូធានសឹងត្រឡប់ទៅវិញមុនពួកគាត់ក៏លួចត្រឡប់មកវិញដោយចង់ស៊ើបអង្កេតពីប្រវត្តិរបស់ស៊ីទីមខាងទៀតទោះជាយ៉ាងណាក៏ដោយនៅពេលដែលគាត់ចូលទៅជិតតទៀតគាត់ក៏បានរកឃើញថាបុរសដែលនៅពីមុខគាត់មាននៅខាងខ្សោយមិនដូចជាអ្នកដែលនាងប៉ៃគុណគូទាល់តែសោះដើម្បីបញ្ជាក់ថាតើទីជីមខាងទៀតកំពុងខ្លាញ់បន្លំលោកគាត់ក៏បានឆ្លៀតឱកាសតែបុរសនោះមិនប្រុងប្រយ័ត្នលួចយកខ្សែរំសក់ដែលនៅលើតូប៉ៃជីនសុងកាត់ខ្សែរំសក់រត់យ៉ាងលឿនប៉ុន្តែរកមិនឃើញអ្នកណាម្លេងតាពីដោយតូតែសោះទើបគាត់សន្និដ្ឋានថាគាត់បានមើលច្រឡំហើយប៉ុន្តែចំណុចនេះទើបតែចាប់ផ្ដើមក៏មានសម្លេងដ៏ត្រជាក់មួយបន្លឺឡើងពីក្រោយគាត់ប្រាប់ឲ្យគាត់ទុករបស់នោះចុះទុករបស់ចុះអ្នកអាចទៅបានហើយបាទប៉ៃជីនសុងងើបមើលដោយការភ្ញាក់ផ្អើលបុរសនោះមិនដឹងជាទៅចូលលើដំបូលផ្ទះដ៏ឆ្ងាយនោះតាំងពីពេលណាទេប៉ុន្តែប៉ៃជីនសុងក៏ជាមេឃប៉ៃគូដើម្បីឈ្មោះយូមកផៃដែរមិនបានចាប់អារម្មណ៍នឹងយុវជននៅទីមុខគាត់ទេពេលដែលគាត់ជិតនឹងងាកទៅទីគីមខាងទៀតក៏បានហោះចុះពីលើដំបូលផ្ទះហើយពីបាតដៃមួយទៅលើគាត់ពេលអ្នកទាំងពីរប្រយុទ្ធគ្នាប៉ៃជីនសុងក៏មានអារម្មណ៍ថាកម្លាំងខាងក្នុងរបស់ទីគីមខាងទៀតមានកម្លាំងខ្លាំងដូចក្នុងរលំទើបគាត់ភ្ញាក់ឲ្យយ៉ាងខ្លាំងថាបុរសនេះទោះបីជាគ្មានខាងទៀតវិញ្ញាណក៏ពិតមែនប៉ុន្តែកម្លាំងខាងក្នុងរបស់គាត់គឺឡើងគួរឲ្យខ្លាចបន្ទាប់មកនាងក៏បានទាត់ជើងមួយទៅលើគាត់ប៉ៃជីនសុងមិនអស់ចិត្តក៏បានទីកណ្ដាប់ដៃទីច្រើនទៅលើនាងប៉ុន្តែត្រូវបាននាងរំលាយយ៉ាងងាយស្រួលរហូតមកដល់ពេលនេះទើបគាត់យល់ថាអ្នកដែលនាងបាច់ជួបពូដែលបានស្រាវជ្រាវពីមនុស្សនៅក្នុងភោជនីយដ្ឋានគឺពិតជាមនុស្សនេះមែននាងគ្រាន់តែញឹមបន្តិចយកខ្សែរំសក់មកវិញហើយក៏ងាកចេញទៅព្រឹកថ្ងៃបន្ទាប់នាងក៏បានត្រឡប់មកសាឡាបាច់គូរបស់ខ្លួនវិញហើយទីបំផុតក៏បានដល់ពន្លិជាប្រជែងប៉ុន្តែគាត់ទើបតែត្រៀមខ្លួនត្រឡប់ទៅបន្ទប់តែពេលក៏ត្រូវបានឪពុករបស់គាត់ចុះហើយត្រូវឪពុករបស់គាត់ស្ដីបន្ទោសភ្លាមឪពុករបស់គាត់បានស្ដីបន្ទោសគាត់ថាបីថ្ងៃជាពីជំននៃទីក្រុងយន្តជើងគាត់ដែលជាមនុស្សមានសង្ឃាតវិញ្ញាណមិនត្រឹមតែមិនជួយដោះស្រាយបញ្ហាឲ្យសាឡាបាច់គូប៉ុណ្ណោះទេថែមទាំងដើរលេងខាងក្រៅវិញមួយថ្ងៃប្រៀបធៀបនឹងកូនប្រុសរបស់គាត់គឺខុសគ្នាឆ្ងាយណាស់ឪពុករបស់គាត់ប្រៀបធៀបគាត់នឹងកូនប្រុសកំហឹងដែលក៏កូនយូមកហើយរបស់នាងក៏ពុតឡើងដល់ទីម្ដាយស្រាប់ទៅបានមិនមែនជាគាត់ដែលបានដកស្រាយវិញ្ញាណរបស់ខ្ញុំចេញដល់ស្ទទេទើបបណ្ដាលឲ្យខ្ញុំមិនអាចទៅខាត់បាច់គុណសម្រាប់បានខ្លាយទៅជាមនុស្សមានប្រយោជន៍ទៅក្នុងមាត់វិទ្យាត្រូវកូនស្រីបានចំចំណុចជាចាប់ឪពុកក៏ខឹងសម្បាហើយលើកតែទៀតនឹងវិសុខជាសំណាងអពេលនោះម្ដាយចំក៏មកខាត់ឪពុកស្វាមពេលថែមទាំងធ្វើពុតជាទទួលកំហុសទាំងអស់ដាក់លើខ្លួនឯងថាគាត់មិនបានបង្រៀនឲ្យបានល្អឬធ្វើឲ្យក្មេងស្រីខ្លាចជាមនុស្សរឿងបែបនេះប៉ុន្តែនាងគ្រាន់តែសម្លឹងមើលការសម្ដែងអ្នកពុតរបស់ម្ដាយចំតែថ្ងៃត្រជាក់នាងដឹងច្បាស់ជាអ្នកណាទាំងអស់ថាអ្វីដែលម្ដាយចំធ្វើបែបនេះគឺគ្មានអ្វីក្រៅពីចំបណ្ដុះបណ្ដាលនាងឲ្យខ្លាចជាមនុស្សគំនិតទាំងស្រុងដើម្បីបោះសម្អាតសម្រាប់កូនប្រុសបង្កើតរបស់គាត់ពេលនេះឪពុកជើងនិយាយជាមួយគាត់ទៀតដែរក៏ប្រវិតតែចេញទៅថ្ងៃនេះកូនប្រុសរបស់នាងក៏បានមករកនាងដោយចិត្តនាងអាក្រក់ដោយសារតែឪពុកបានបញ្ជាឲ្យអ្នកទាំងអស់គ្នាប្រមូលការប្រខាអ្នកទាំងអស់គ្នាត្រូវតែប្រខាខ្លាំងជាងមុនដើម្បីបង្ហាត់បងស្រីដែលត្រូវបានគេចាត់ទុកថាគ្មានប្រយោជន៍កូនប្រុសថែមទាំងបានរកនារីបម្រើអ្នកបោះសម្អាតនេះដោយនិយាយថានឹងឲ្យនាងធ្វើជាដៃគូប្រខារបស់គាត់បងស្រីក៏មិនថឹងដែរបន្ទាប់ពីកូនប្រុសចេញទៅមើលរឿងនារីបម្រើដែលកំពុងបោះសម្អាតយ៉ាងស្ងាត់ក៏បានណែនាំពីបីម៉ាត់យ៉ាងសោកស្ដាយនាងបានប្រាប់នារីបម្រើនោះថាការបោះសម្អាតនិងការប្រខាបាច់គូគឺជារឿងតែមួយត្រូវយកពីគំនិតរបស់វាគឺកម្លាំងកាត់ពីដីឆាំពូរតាមសរសៃទាំង8នាងបានឲ្យនារីបម្រើនោះបោះសម្អាតឲ្យក្នុងរយៈពេល1.4នៃ1ម៉ោងទៅដល់វាមកឲ្យគាត់សិក្សាច្រើនលេខ1.4នៃ1ម៉ោងក៏ឲ្យនេះមិនមែនជារឿងលេងសើចទេប៉ុន្តែនៅតែសម្រាប់ចិត្តសាកល្បងតាមវិធីដែលកញ្ញាបាននិយាយនាងបានទទួលមកនៅពីសម្រាប់នៅទីចិត្តពេលព្រោះហើយបបពីរំពេចស្ទើរនៅលើដីបបានថាទៅទីនារីបម្រើនោះជឿចាំថាកញ្ញារបស់គាត់ពិតជាអ្នកមានខ្វាច់គុណហ្វូដែលបានសម្រាប់នេះប៉ុន្តែនៅពេលនេះវាសាឡាខ្វាច់គុណក៏ត្រូវបានគេទាត់បាត់ស៊ូធីនសឹងបាននាំក្រុមមនុស្សមកបង្កបញ្ហាពួកគេមកដើម្បីបោះសម្អាតប្រសាទសម្រាប់ការប្រកួត8ថ្ងៃក្រោយកូនប្រុសឃើញត្រកូលស៊ីឈ្មោះឆ្មៃដែរនេះក៏ឆ្លើយតបភ្លាមនាងក៏បានឆោះឡើងលើសង្វៀនដើម្បីជួយដែរតែឪពុករបស់គាត់បានសេបន្ទោសគាត់នេះមិនមែនជាកន្លែងដែលមនុស្សមានប្រយោជន៍ដូចឯងខ្លួនទេនាងលើពាក្យសម្ដីដែលធ្វើឲ្យជឿចាប់របស់ឪពុកក៏អស់សង្ឃឹមហើយដើរចុះពីលើសង្វៀនលោកកន្លែងអង្គុយពេលនេះម្ដាយចុងក៏នៅក្បែរជំរំនេះជាឱកាសល្អសម្រាប់ឯងដើម្បីឈ្មោះសូមឪពុកអនុញ្ញាតឲ្យខ្លួនឯងប្រយុទ្ធឪពុកមានទំនុកចិត្តទៅកំហឹងលើកូនប្រុសរបស់គាត់ក៏យល់ព្រមព្រៀងមិនយូរប៉ុន្មានកូនប្រុសក៏បានឡើងលើសង្វៀនប៉ុន្តែគាត់មិនមែនជាទីប្រកួតរបស់ស៊ូធីនសឹងតែសោះគ្រាន់តែដល់ពីប៉ុណ្ណោះក៏ត្រូវបានស៊ូធីនសឹងទាត់ដួលទៅនៅដីគួតឈាមស៊ូធីនសឹងបានចង្អុលដោយការមើលសាឡាក្បាច់គុណត្រកូលយីមានអ្នកណាអាចពីបានទេឲ្យពួកគេប្រញាប់ប្រគល់សាឡាក្បាច់គុណមកនៅក្នុងពេលអាសន្ននេះនាងក៏បានចូលចេញមកប៉ុន្តែនាងមិនបានឡើងទៅទទួលឯទេគឺបានទៅបោកទៅនារីបម្រើដែលនៅនាងហាញពីថាអ្នកណាថាត្រកូលយីគ្មានមនុស្សហើយនិយាយចប់ក៏បានរួចនារីបម្រើដែលនៅតែងងឆ្ងល់នោះឡើងលើសង្វៀនពេលនេះមិនបាច់និយាយពីត្រកូលស៊ូទេសូម្បីតែនារីបម្រើស៊ូឯងក៏ភ្ញាក់ឲ្យដែរស៊ូធីនសឹងឃើញនារីបម្រើអ្នកអស់ស្អាតម្នាក់ក៏ហ៊ានឡើងលើសង្វៀនក៏មានអារម្មណ៍ថាត្រូវបានគេមើលងាយយ៉ាងខ្លាំងក៏វាកណ្ដាប់ដៃចេញទៅជាមិននឹកស្មានថានារីបម្រើនោះគ្រាន់តែរីរ៉ាំបន្តិចក៏ធ្វើឲ្យស៊ូធីនសឹងខុសចេញទៅទស្សនវិជ្ជានេះបានធ្វើឲ្យពុកដែលនៅខាងក្រោមទំពាភ្ញាក់ឲ្យយ៉ាងខ្លាំងប៉ៃជីនសុងដែលនៅក្បែរនោះស៊ើបដឹងថានារីបម្រើដែលមើលទៅដូចជាភេទស្លន់ស្លោនោះពិតជាមានបាច់គុណដ៏ចាស់គួរឲ្យចាប់អារម្មណ៍ណាស់កញ្ញាតាំងពីពេលទៅក៏ឆ្លាស់ដែរនេះស៊ូធីនសឹងដែលបានប្រជែងក៏ក្នុងសមាហើយដល់ពេលនាងឃើញដូចនោះគ្រាន់តែបោះបោឲ្យនារីស្អាតឲ្យឯងធ្វើដូចធម្មតាពេលបោះសម្ភារពិតជាមិនខុសពីការរំពឹងសុខរបស់មនុស្សគ្រប់គ្នានោះទេគ្រាន់តែមួយវិធីសាស្ត្រមកពិតនារីបម្រើនេះគឺប្រមាណយកភាពទៅលើទីប្រកួតរបស់នាងហើយបានឈ្នះការប្រកួតមួយនេះយ៉ាងនេះ